안녕하세요, 여러분. 여기는 단원 FM 88.8MHz로 방송되는 섬레인곤 크마입니다. 우리 방송은 월 두 번째 주하고 네 번째 주 토요일 6시에 방송됩니다. 섬레인곤 크마에서는 한국에 살고 있는 캄보디아 친구들에게 버블유, 피자, 건강 및 한국 생활 전반에 대해서 안내해 드리고 있습니다. 오늘은 근로자들에게 한국에 오게 될 때 준비할 것에 대해 이야기 나누겠습니다. 많은 정치 부탁드립니다.ចាសូមគោរពជំរាបសួរដល់បងប្អូនដែលកំពុងតាមដានស្ដាប់ក៏ដូចជាតាមដានទស្សនាផ្ទាល់លើ page វិទ្យុសំឡេងកូនខ្មែរសប្តាហ៍នេះក៏អត់ខុសពីសប្តាហ៍មុនដែរយើងបានវិលត្រឡប់មកជួបអារម្មណ៍បងប្អូនជាមួយនឹងប្រធានបទដែលតាក់ទងជាមួយនឹងការរស់នៅក៏ដូចជាច្បាប់ការងារផ្សេងសម្រាប់បងប្អូនដែលរស់នៅនិងបម្រើការផ្ទាល់នៅប្រទេសកូរ៉េនេះតែម្ដងថ្ងៃនេះដែរយើងក៏មានប្រធានបទសំខាន់មួយយកមកចែករំលែកបងប្អូនដែលប្រធានបទរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយនឹងចំណុចសំខាន់មុនឡើងមកប្រទេសកូរ៉េអញ្ចឹងកន្លែងនេះដែរគឺយើងផ្ដោតសំខាន់ទៅលើការឡើងមកធ្វើការចាប៉ុន្តែដូចសពមួយដងដែរមុននឹងយើងចូលទៅដល់ប្រធានបទរបស់យើងជាមួយនឹងការបកស្រាយលម្អិតជូនបងប្អូនយើងក៏មានជាចម្រៀងបើកក្បាលកម្មវិធីសម្រាប់ដល់បងប្អូនសន្តាប់ផងដែរដែលបទចម្រៀងមួយនោះមានចំណងជើងថាអូវ៉ាលីដូច្នេះកុំឲ្យខាត់ពេលយូរយើងខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនទៅស្ដាប់ចម្រៀងទាំងអស់គ្នាចាខ្ញុំមកវលីដល់ចេញពីផ្ទះទាំងអារម្មណ៍ខ្ញុំសោកសៅព្រោះតែការមកក្ររៀនសូត្រក៏វាមិនបានជ្រៅរើផ្លូវចំណាក់ស្រុកនឹងចិត្តមួយនេះមិនចង់ទៅជីវិតនៃវេទនាកំព្រាគ្មានគោលដៅខ្ញុំមកវលីដល់ចេញពីផ្ទះទាំងអារម្មណ៍ខ្ញុំសោកសៅព្រោះតែការមកក្ររៀនសូត្រក៏វាមិនបានជ្រៅរើផ្លូវចំណាក់ស្រុកនឹងចិត្តមួយនេះមិនចង់ទៅในវេទនាកំព្រាគ្មានគោលដៅមេរៀនជីវិតបង្រៀនឲ្យខ្ញុំស្គាល់សឹងនៅគ្រប់រសជាតិខ្ញុំដេកគិតរាល់ថ្ងៃតែស្អែកខ្ញុំត្រូវធ្វើអីទីចង់កិនពីភាពក្រខ្ញុំមានតែខំប្រឹងឆ្លៀត I'm thinking all night ចង់ដោះខ្លួនឯងចេញពីសម្ពាធជប់ជ្រៅទៅហើយម៉ោង2ម៉ោង3នៅឡើយខ្ញុំដេកមិនលក់សោះគូក្បាលចង់ឡប់សតិគិតនេះគិតនោះខ្ញុំគិតមិនឈប់សោះភ្លេចខ្លួនមកផ្លែតខ្ញុំធំវិញវេកំឡងប៉ុន្តែជីវិតពេលនេះហាក់ដូចជាកាន់តែសងក៏ក្រង់យេពីក្មេងខ្ញុំចង់ឲ្យឆាប់ធំខ្ញុំចង់មានស្លាខ្ញុំចង់ចេះហឹកចង់ខ្លាចទៅជាអ្នកមានហើយមានលុយចាយតែមិនចេះអង្គពេលនេះខ្ញុំធំវិញបីប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតសងកាន់តែធំកាន់តែមានសម្ពាធបញ្ហាច្រើនណាស់ចូលមកញ៉េះញ៉ងពុងម៉ែលោកកាន់តែចាំងកលេចមកមើលខ្លួនឯងក៏ចូលដល់វ័យ20ក្រាំងតែនៅវែងវត្តតែដល់គោលដៅមិនទាន់ច្បាស់ក្តីសម័យនឹងភាពជោគជ័យហាំងដូចជានៅឆ្ងាយណាស់រឿងរ៉ាវជីវិត inside my mind រឿងរ៉ាវគ្រួសារ inside my mind រឿងរ៉ាវចាណា inside my mind តែដងដូចត្រូវបានគេបំផ្លាញខ្ញុំមកវលីដល់ចេញពីផ្ទះទាំងអារម្មណ៍ខ្ញុំសោកសៅព្រោះតែការមកក្ររៀនសូត្រក៏វាមិនបានជ្រៅរើផ្លូវចំណាក់ស្រុកនឹងចិត្តមួយនេះមិនចង់ទៅជីវិតដោយវេទនាកំព្រាគ្មានគោលដៅខ្ញុំមកវលីដល់ចេញពីផ្ទះទាំងអារម្មណ៍ខ្ញុំសោកសៅព្រោះតែការមកក្ររៀនសូត្រក៏វាមិនបានជ្រៅរើផ្លូវចំណាក់ស្រុកនឹងចិត្តមួយនេះមិនចង់ទៅជីវិតនៃវេទនាកំព្រាគ្មានគោលដៅ
ចាបន្ទាប់ពីសម្ដាប់បទចម្រៀងដែលជាការបើកចំណងដៃនៃកម្មវិធីមកតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរអឺអូខេកុំឲ្យខាតពេលយូរយើងងាកបុលប្រធានបទរបស់យើងដែរថ្ងៃនេះយើងបានប្រកាសរួចហើយថាប្រធានបទរបស់យើងតាក់ទងជាមួយនឹងចំណុចសំខាន់មុខឡើងមកប្រទេសកូរ៉េប៉ុន្តែមុននឹងចូលដល់ប្រធានបទយើងក៏មានជាការសម្ដែងសម្ដាបន្តិចបន្តួចដែរចាថ្ងៃនេះមានកិត្តិយសបានសមាជិកបងមេសាគាត់មកចូលរួមជាមួយនឹងយើងថ្ងៃនេះមិនដែរបងសុកទុកសុកសប្បាយមករយៈនេះសុកទុកវាធម្មតាអូនហើយណាមួយមករយៈនេះដោយសារតែនៅក្នុងប្រទេសកូរ៉េក៏ដោយមានអាករណីជំងឺផ្ដាសាយថ្មីហើយវាមិនសូវយឺននេះដែរហ្នឹងឈឺជាដែរហ្នឹងហើយចូលបងប្អូនទាំងអស់គ្នាកន្លងខែត្រជាក់នេះតើសុខភាពយ៉ាងម៉េចដែរហើយហ្នឹងហើយជាបឋមយើងសមាជិកថ្មីចង់ឲ្យបងសមាជិកថ្មីគាត់ណែនាំខ្លួនតិចព្រោះមួយរយៈនេះគាត់មានបញ្ហាសុខភាពគាត់អាចបានចូលរួមជាមួយយើងអស់រយៈពេលយូរដែរហើយថ្ងៃនេះគាត់ចំណាយពេលវេលាមកចូលរួមជាមួយយើងហើយយើងសម្ដែងសម្ដែងជាមួយបងស្រីបន្តិចជំរាបសួរបងចាជំរាបសួរបងទាំងពីរចាមកយើបងសុខភាពអីសុខសប្បាយធម្មតាដែរបងចាដូចបងដឹងហើយថាមករយៈនេះគឺនៅកូរ៉េមានអាកាសធាតុត្រជាក់ខ្លាំងចាអញ្ចឹងទៅក៏មានបញ្ហាសុខភាពតិចតួចដោយអត់បានមកចូលរួមប៉ុន្តែលើកនេះយើងអាចជួបជុំគ្នាក្នុងការដែលយើងលើកប្រធានបទផ្សេងមកចែកចាយដល់បងប្អូនយើងដែលរស់នៅក្នុងប្រទេសកូរ៉េបាទហើយកញ្ញានីតាពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងកញ្ញានីតាត្រៀមរួចរាល់ហើយនៅរាល់ការអធិប្បាយរាល់ចំណុចនីមួយសម្រាប់បងប្អូនយើងដែលគាត់ត្រៀមមកប្រទេសកូរ៉េចាបងថ្ងៃនេះដូចបានជំរាបពីដើមកម្មវិធីចឹងថាប្រធានបទរបស់យើងគឺផ្ដោតសំខាន់លើចំណុចដែលបងប្អូនគួរតែស្វែងយល់ក៏ដូចជាយល់ដឹងតាក់ទងនឹងការឡើងមុនឡើងមកបម្រើការងារនៅប្រទេសកូរ៉េអញ្ចឹងជាដំបូងបំផុតគឺយើងចូលដល់សំណួរទី1តែម្ដងទៅមានបងប្អូនភាគច្រើនគាត់លើកឡើងថាតើដើម្បីបានឡើងមកបំពេញការងារនៅប្រទេសកូរ៉េបានហ្នឹងយើងគួរធ្វើដូចម្ដេចអញ្ចឹងកន្លងមកដោយសារតែមានការផ្សព្វផ្សាយបានមួយចំនួនហើយប៉ុន្តែនៅតែមានបងប្អូនមួយចំនួនទៀតដែលគាត់អត់បានដឹងហើយនៅតែចេញបោកគេចាចាញ់បោកគេលក្ខណៈថាការផ្សព្វផ្សាយហ្នឹងគឺវាទលំទលាយហើយប៉ុន្តែនៅតែមានការចាញ់បោកមេខ្យល់តាមរយៈការប្រកាសថាបាច់ប្រឡងទេយើងគ្រាន់តែឡើងមកដោយបង់សេវាឲ្យគេប៉ុណ្ណោះអញ្ចឹងបានឡើងមកអញ្ចឹងបងប្អូនមួយចំនួនគាត់បានចាញ់ឧបាយកលមេខ្យល់ប៉ុន្តែសូមជម្រាបបងប្អូននៅចំណុចនេះថាដើម្បីបានឡើងមកបំពេញការងារនៅប្រទេសកូរ៉េបានបងប្អូនគឺត្រូវតែឆ្លងកាត់ការប្រឡងតាមរយៈក្រសួងការងារតែមួយគត់ចាគឺអត់មានការបងសេវាអីផ្សេងឲ្យបានឡើងមកផ្លូវកាត់គឺអត់មានទេបងប្អូនអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងអត់មានករណីដែលថាយើងដូចថាឲ្យលុយគេហើយគេអាចជួយសម្រួលយកយើងមកធ្វើការនៅកូរ៉េគឺអត់មានទេណាអត់មានទេបងអត់មានទេសូម្បីតែក្រោយឆ្នាំនេះយើងមានជាការរើសពលករតាមរដូវកាលហ្នឹងក៏ត្រូវការឆ្លងកាត់តាមក្រសួងអីដែរបងអត់មានជាការបងសេវានាំអីតាមមេខ្សលអត់មានទេអញ្ចឹងដូចជំរាបអញ្ចឹងថាបងប្អូនដើម្បីឡើងមកធ្វើការបានគឺមានតែវិធីមួយគត់ត្រូវតែប្រឡងឆ្លងកាត់តាមរយៈក្រសួងការងារចាអញ្ចឹងបើសិនជាយើងចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េយើងចង់ទិញពាក្យប្រឡងតើយើងត្រូវតាក់ទងទៅតាមវិធីសាស្ត្រណាហើយយើងទិញពាក្យប្រឡងបែបម៉េចដែរដើម្បីតែងពាក្យប្រឡងបានដូចជានៅភ្នំពេញគឺយើងមានខាងក្រសួងការងារខាងភាគច្រើនយើងហៅក្រសួងកប់ស្រូវចាហើយមួយរយៈក្រោយមកទៀតហ្នឹងគឺយើងមានចែកចាយទៅតាមតំបន់ខេត្តធំអញ្ចឹងណាចាប៉ុន្តែបើសិនជាអាចបងប្អូនអាចឡើងមកខាងក្រសួងកប់ស្រូវហ្នឹងហើយក្រសួងនៅពេលដែលរើសពលករអញ្ចឹងទៅគឺក្រសួងគាត់នឹងប្រកាសឲ្យថាពេលវេលាមួយណាអញ្ចឹងដែលគេចាប់ផ្ដើមលក់ពាក្យអញ្ចឹងបងប្អូនអាចតាមដានផេកក្រសួងផ្លូវការគឺជាព័ត៌មានច្បាស់ការហើយមិនមែនជាព័ត៌មានដែលថាបំប៉ោងណាអញ្ចឹងបងប្អូនគួរតែតាមដានផេកក្រសួងដើម្បីដឹងពីការលក់ពាក្យពេលណាអញ្ចឹងយើងអាចនឹងត្រៀមខ្លួនសម្រាប់ការតែងពាក្យដើម្បីឡើងបម្រើការងារបាទហើយចុះបងស៊ីណាមានសំណួរអីចង់សាកសួរពីពាក់ព័ន្ធពីការ
ทีมลาวมาประเทศกะเรហ្នឹងបងមានសំណួរអីចង់សាកសួរដែរបងចាបងក្រោយពីស្ដាប់បងនីតាគាត់និយាយអំពីតែយើងធ្វើដូចដើម3បុកកាន់ប្រទេសកូរ៉េហើយយើងក៏ទទួលបានចម្លើយដែលអាចបញ្ជាក់ថាមានផ្លូវតែមួយទេគឺយើងមកតាមរយៈក្រសួងការងារចាហើយក៏មានសំណួរជាច្រើនទៀតដែរដែលបងប្អូនពលករគាត់ឆ្ងល់ហើយនៅបងប្អូននៅខ្មែរយើងដែរដែលគាត់ចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េអញ្ចឹងណាហើយគាត់មានការឆ្ងល់ដែរគឺថាតើចំណុចអ្វីខ្លះក្រោយពីចាប់ឈ្មោះមកធ្វើការនៅក្នុងប្រទេសកូរ៉េចំណុចសំខាន់អ្វីខ្លះក្រោយដែលគាត់នឹងចាប់ឈ្មោះមកធ្វើការនៅក្នុងប្រទេសកូរ៉េបងយល់សំណួរហ្នឹងទេបងអូខេបងយល់អ្វីដែលបងស៊ីណាលើកឡើងមានន័យថានៅពេលដែលយើងទិញពាក្យហើយឥឡូវយើងនិយាយពីដំណាក់កាលមួយអញ្ចឹងណាស្រួលបងប្អូនដែលគាត់កំពុងតែតាមដានគាត់ងាយចាប់បានអញ្ចឹងនៅពេលដែលយើងមានបំណងក្នុងការប្រឡងឡើងមកធ្វើការនៅប្រទេសកូរ៉េមុនដំបូងយើងត្រូវទៅក្រសួងដើម្បីទិញពាក្យប្រឡងចាបន្ទាប់ពីទិញពាក្យប្រឡងហើយយើងមើលទៅតាមការពេលវេលាប្រឡងហើយយើងរងចាំលទ្ធផលថាយើងពិតជាជាប់ហើយបន្ទាប់ពីយើងបានទទួលការជាប់ឈ្មោះហើយយើងត្រូវរងចាំដំណើរការផ្សេងដូចជាតកែគាត់ត្រូវរើសរបៀបម៉េចធ្លាក់វីសាអីពេលណាអញ្ចឹងយើងត្រូវរងចាំតនៈអញ្ចឹងដើម្បីដឹងពីដំណើរការទាំងអស់ហ្នឹងបងប្អូនក៏ត្រូវតែមានកម្មវិធីមួយសម្រាប់តាមដានឈ្មោះឬក៏ដំណើរការនៃការគេហៅថាដំណើរការធ្លាក់ឈ្មោះរបស់យើងគឺខ្មែរយើងគេហៅកម្មវិធី EPS ចាកម្មវិធី EPS ហ្នឹងបងប្អូនអាច download នៅក្នុងទូរស័ព្ទបានសម្រាប់បងប្អូនដែលប្រើប្រភេទទូរស័ព្ទដូចជាSamsung ឬក៏ LG អីយើងប្រើតាម Android និយាយសួរស្ដាប់ទៅយើងអាច download តាម Play Store ហើយបងប្អូនដែលប្រើ iPhone យើងអាច download តាម App Store បានអញ្ចឹងយើងធ្វើការតឡើងកម្មវិធីហ្នឹងទៅដើម្បីតាមដានគេហៅដំណើរការអន្តោប្រវេសន៍របស់យើងអញ្ចឹងណាចាបងបាទចេះខ្ញុំចង់សួរទៅកញ្ញានីតាសំណួរមួយដោយសារតែខ្ញុំមានដូចថាអ្នកស្គាល់គាត់ឆាតមកសួរអញ្ចឹងណាចាគាត់ថាចេះតែពេលដែលគាត់ធ្លាក់ឈ្មោះមកហើយគាត់នោះមិនមែនធ្លាក់ឈ្មោះមកបានន័យថាគាត់ប្រឡងជាប់ហើយតែគាត់ឮគេថាបើសិនជាចង់ឲ្យឆាប់បានទៅលឿនបងស្វាយគេ$10000ឈ្មោះយើងហ្នឹងគឺដឹងឲ្យឆាប់ធ្លាក់ឈ្មោះបានមកកូរ៉េលឿនហើយអញ្ចឹងតើករណីនេះវាជាករណីមួយដែលយើងគួរតែប្រុងប្រយ័ត្នឬក៏មិនដែរព្រោះថាយើងប្រឡងជាប់ហើយយើងចង់ធ្លាក់ឈ្មោះយើងឲ្យគេ$10000យើងឆាប់បានមកប្រទេសកូរ៉េអញ្ចឹងសម្រាប់កញ្ញានីតាផ្ទាល់ហើយនិងសម្រាប់បងស៊ីណាផ្ទាល់តើបងយល់ឃើញយ៉ាងម៉េចដែរអូខេឥឡូវសុំខ្ញុំធ្វើការបកស្រាយតាក់ទងជាមួយនឹងករណីដែលបងមេសាលើកឡើងគឺជាករណីដែលយើងគួរតែយល់ដឹងប្រុងប្រយ័ត្នហើយបងប្អូនក៏គួរតែជៀសវាងដែរពីព្រោះដូចយើងជំរាបពីដើមកម្មវិធីចឹងថាដើម្បីបានឡើងមកធ្វើការនៅប្រទេសកូរ៉េបានគឺមានតែវិធីមួយគត់តែយើងអាចឆ្លងកាត់តាមក្រសួងការងារហើយការជ្រើសរើសហ្នឹងគឺជាការជ្រើសរើសពីក្រសួងហើយនឹងតកែកូរ៉េអញ្ចឹងករណីដែលគេប្រាប់យើងថាអ្នកឯងត្រូវបង់សេវាខ្ញុំប៉ុណ្ណេះអញ្ចឹងទៅដើម្បីឲ្យតែឈ្មោះលើខ្ញុំគិតថាអាហ្នឹងអាចជាគេថាល្បិចរបស់មេខ្យល់ពីព្រោះកន្លងមកមិនមែនមានតែករណីរបស់អ្នកស្គាល់បងមេសាទេមានករណីបងប្អូនយើងជាច្រើនដែលជួបករណីបែបហ្នឹងហើយគាត់ខាតបង់លុយអស់ច្រើនប៉ុន្តែលទ្ធផលគឺអត់មានទេវាថាជាការបោកបញ្ឆោតហើយយើងគិតមើលទៅលុយចំនួនខ្ទង់ច្រើនដែរបើវាហក់ដល់ពាន់ដល់ម៉ឺនអញ្ចឹងសម្រាប់អ្នកនៅខ្មែរគឺច្រើនណាបងចំនួនតួលេខគឺច្រើនណាស់អញ្ចឹងបងប្អូនសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាខ្ញុំបញ្ជាក់ទៀតថាអ្វីដែលអាចឲ្យធ្វើឲ្យបងប្អូនឡើងមកធ្វើការនៅប្រទេសកូរ៉េបានគឺមានតែការឆ្លងកាត់តាមរយៈក្រសួងការងារតែប៉ុណ្ណោះចាអរគុណបងចាកញ្ញានីតាត្រង់ចំណុចហ្នឹងខ្ញុំចង់លើកជាសំណួរមួយដែរខ្ញុំធ្លាប់ឃើញបងប្អូនដែលគាត់នៅខ្មែរអញ្ចឹងណាពេលគាត់ប្រឡងហើយគាត់មានការរងចាំឈ្មោះនឹងរយៈពេលយូរខ្លាំងមែនតើអ្នកខ្លះអាច1ឆ្នាំឬក៏1ឆ្នាំជាងចាឬក៏អាចដល់ទៅ2ឆ្នាំអញ្ចឹងហើយករណីហ្នឹងឲ្យធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មួយគិតថាតើគាត់បានទៅឬក៏មិនបានទៅអញ្ចឹងហើយកន្លែងហ្នឹងវាអាចឈានទៅដល់ដូចបងមេសាគាត់និយាយថាមានការឈានទៅដល់ការដូចជាការបង់លុយបង់សេវាអីផ្សេងៗអញ្ចឹងទៅតាកញ្ញានីតាអាចជម្រាបត្រង់កន្លែងហ្នឹងបានទេថាតើការចាំហ្នឹងរយៈពេល1ឆ្នាំ2ឆ្នាំហ្នឹងតើលទ្ធផលចុងក្រោយគាត់
អាចឡើងមកប្រទេសកូរ៉េបានឬក៏មិនចា និយាយរួមទៅមិនខាងកញ្ញានីតាឬក៏ខ្ញុំទេចម្លើយនេះគឺយើងអាចនិយាយបានទេដោយសារតែរវាងបានន័យថារវាងពលករហើយនឹងតកែអញ្ចឹងបើតកែគាត់អត់រើសយើងទេក៏យើងអត់មានជំរឿសដែរករណីហ្នឹងអញ្ចឹងណាទោះអ្នកខ្លះគាត់រងចាំ2ឆ្នាំ3ឆ្នាំគាត់ទៅប្រឡងម្ដងហើយម្ដងទៀតក្តីមិនអញ្ចឹងកញ្ញានីតាអញ្ចឹងបើសិនជាតកែយើងបានដាក់ពាក្យហ្នឹងបញ្ជូនមកប្រទេសកូរ៉េហើយតែបើសិនជាតកែគេអត់រើសចំយើងអាហ្នឹងក៏យើងវាអត់មានជំរឿសអីដែលអាចនេះបានណាចាឡើងមកមកពេញការងារបានជាក់ស្ដែងករណីហ្នឹងគឺខ្ញុំជួបខ្លួនឯងផ្ទាល់មុននឹងឡើងមកហ្នឹងគឺយើងចំណាយពេលច្រើនហើយពេលហ្នឹងគឺកំឡុងពេលកូវីដទៀតដល់ពេលអញ្ចឹងទៅរយៈពេលនៃការរងចាំរបស់យើងគឺបន្លាយឡើងចិត្ត4ឆ្នាំមកតំបំតាឡើងមកអញ្ចឹងណាអញ្ចឹង1ឆ្នាំ2ឆ្នាំឬក៏3ឆ្នាំយើងអាចកំណត់ថាយើងត្រូវតែបានឡើងមកពេលណាទេដោយបងមេសាគាត់មានប្រសាសន៍អញ្ចឹងថាសំខាន់បំផុតគឺលើខាងភាគីតកែកូរ៉េបើមិនជាគាត់ត្រូវការកម្លាំងពលកម្មការងារគាត់ប្រញាប់ច្រើនគាត់យកលេងឡើងមកលឿនអញ្ចឹងប៉ុន្តែបើមិនជាខាងកន្លែងការងារនឹងអត់មានការងារទេក៏គាត់អត់សូវត្រូវការអានឹងវាយូរតាមនឹងដែរអញ្ចឹងចាវាអាស្រ័យលើហេតុផលមួយនឹងអញ្ចឹងមានបងប្អូនជាច្រើនគាត់បានសួរឬក៏លើកឡើងដែរចំពោះចំណុចមួយនឹងអញ្ចឹងអានេះវាជាហេតុផលដែរលើកឡើងចាហ្នឹងហើយដោយសារតែហេតុផលហ្នឹងឯងធ្វើឲ្យបងប្អូនយើងគាត់មានអារម្មណ៍ថាអូចាំយូរហើយគាត់មានទៅដល់ការឈានទៅដល់ការបង់លុយឬក៏អីចឹងអញ្ចឹងយើងអាចបញ្ជាក់ប្រាប់ដល់បងប្អូនយើងដែលកំពុងទស្សនាថាគឺអត់មានវិធីណាដែលអាចឡើងមកក្រៅពីថៅកែគាត់ជ្រើសរើសយកឈ្មោះយើងទេចាអូខេបាទហ្នឹងហើយយើងបានសម្ដែងសម្ដាគ្នារៀងយូរមកដែរហើយឥឡូវនេះយើងចូលមករីករាយសម្រាប់បទចម្រៀងមួយបទដែលកញ្ញានីតាគាត់ជាអ្នករៀបចំបទចម្រៀងមានចំណងជើងថាអ៊ីនញ៉នជាបទចម្រៀងភាសាកូរ៉េអញ្ចឹងកុំឲ្យខាតពេលយូរសូមបងប្អូនរីករាយស្ដាប់នៅបទភាសាកូរ៉េទាំងអស់គ្នា 약속
ចាបន្ទាប់ពីបានចន្ទាប់នៅបទចម្រៀងរបស់កម្មវិធីហើយយើងក៏ចូលទៅកាន់សំណួរបន្តទៀតសំណួរបន្តទៀតហ្នឹងគឺតាក់ទងជាមួយនឹងចំណុចសំខាន់ក្រោយដែលបងប្អូនជាប់ឈ្មោះឡើងមកធ្វើការនៅប្រទេសកូរ៉េហ្នឹងយើងគួរយល់ដឹងចំណុចអីគេខ្លះអញ្ចឹងចំណុចសំខាន់នេះគ្រាន់តែជា tip ដើម្បីចែកម្លែកដល់បងប្អូនដឹងទេតាក់ទងជាមួយនឹងបន្ទាប់ពីយើងជាប់ឈ្មោះហើយយើងគួរត្រៀមលក្ខណៈអីគេខ្លះអញ្ចឹងទី1បងប្អូនបើសិនជាអាចគួរតែផ្ដោតសំខាន់ទៅលើភាសាពីព្រោះនៅពេលដែលយើងឡើងមកធ្វើការនៅប្រទេសកូរ៉េការទំនាក់ទំនងគឺសំខាន់មែនតើបើសិនជាយើងអត់ចេះភាសាទេការទំនាក់ទំនងមិនថាកន្លែងការងារឬក៏នៅពេលដែលបងប្អូនដើរហើរមានភាពចាំបាច់ទៅមន្ទីរពេទ្យទៅធនាគារអីហ្នឹងគឺលំបាកមែនតើចាអញ្ចឹងការចេះភាសាហ្នឹងគឺជារឿងមួយដែលសំខាន់បន្ទាប់មកគឺចំណីអាហារមានបងប្អូនភាគច្រើនណាស់ដែលឡើងមកដល់ប្រទេសកូរ៉េហើយអត់បានប្រហែលទេដូចជាបាន1ខែឬក៏2ខែគាត់ត្រឡប់ទៅផ្ទះវិញមូលហេតុដោយសារអីគេអត់ចេះញ៉ាំចំណីអាហារនៅប្រទេសកូរ៉េចាហើយបន្តមកទៀតហ្នឹងគឺសុខភាពអញ្ចឹងអ្វីត្បិតតែបងប្អូនឡើងមកបម្រើការងារនៅប្រទេសកូរ៉េយើងបានឆ្លងកាត់ការពិនិត្យសុខភាពហើយម្ដងជា2ដងក៏ដោយប៉ុន្តែបងប្អូនត្រូវចងចាំថាក្នុងប្រទេសនេះអាកាសធាតុគឺវាខុសប្លែកខ្លាំងពីប្រទេសរបស់យើងអញ្ចឹងការថែទាំសុខភាពគឺជារឿងមួយសំខាន់បើសិនជាបងប្អូនឈឺទៅគឺខាតបង់ច្រើនណាស់ទី1ខាតបង់ទាំងពេលវេលាខាតបង់ទាំងថវិកាផ្ទាល់ខ្លួនទៀតហើយនៅពេលឈឺនៅស្រុកនេះគឺយើងឯកាអត់មានពីណាគេមកមើលយើងដោយសារយើងឡើងមកតែឯងអញ្ចឹងណាចាអរគុណមិញហ្នឹងខ្ញុំកញ្ញានីតាបានលើកឡើងពាក់ព័ន្ធជាមួយនឹងការរៀនភាសាកូរ៉េជារួមទៅមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាទេទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាតែធ្វើប្រហែលពួកគិតថានៅពេលដែលយើងគ្រាន់តែដឹងថាយើងប្រឡងជាប់ភ្លាមយើងបោះសភៅចោលហើយយើងបោះសភៅចោលយើងលេងមើលយើងគិតថាមិនដឹងថារៀនធ្វើអីទៀតដោយសារអីជាប់ហើយប្រឡងជាប់អីហ្នឹងអញ្ចឹងធៀមតែខ្លួនមកដល់ប្រទេសកូរ៉េប៉ុន្តែនៅពេលដែលយើងបានមកដល់ប្រទេសកូរ៉េបានយើងដឹងថាវាមានបញ្ហាជាច្រើនដែលកើតឡើងចំពោះយើងនៅពេលដែលយើងអត់ចេះភាសាកូរ៉េព្រោះនៅពេលដែលឈឺនៅពេលដែលមានបញ្ហាអីមួយយើងអត់ចេះភាសាកូរ៉េយើងអត់ដឹងនិយាយមួយគេថាម៉េចទេហើយបើសិនជាយើងមកចំរោងចក្រដែលអត់មានខ្មែរទៀតមានតែជនជាតិគេទៀតរឹតតែវេទនាព្រោះខ្ញុំជួបផ្ទាល់វាមានអារម្មណ៍ថាវាវេទនាហើយវាឯកាខ្លាំងបំផុតនៅពេលដែលយើងអត់ចេះភាសាកូរ៉េហើយក៏ត្រូវជនជាតិកូរ៉េគេជេររហូតព្រោះអីគេប្រើយើងតែស្ដាំយើងទៅឆ្វេងប្រើយកនេះយើងយកនោះអញ្ចឹងទៅគឺគេជេរគេអីអញ្ចឹងណាអញ្ចឹងវាប៉ះពាល់ផ្លូវចិត្តទាំងអស់គ្នាអញ្ចឹងពួកយើងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាទោះបីជាបងប្អូនទាំងអស់គ្នាប្រឡងជាប់ហើយក្តីក៏ដោយតែព្យាយាមរៀនភាសាកូរ៉េបន្ថែមទៀតហើយពេលមកដល់ប្រទេសកូរ៉េហើយក៏បងប្អូនគួរគប្បីព្យាយាមរៀនភាសាកូរ៉េបន្ថែមទៀតដើម្បីជួយសម្រួលការរស់នៅក្នុងប្រទេសកូរ៉េយើងផងដែរចា៎ហើយពាក់ព័ន្ធសំណួរបន្ថែមទៀតបងស៊ីណាមានសំណួរអីបន្ថែមទៀតដែរហ្នឹងហើយពាក់ព័ន្ធនឹងសំណួរបន្ថែមទៀតដូចខ្ញុំចង់ភ្ជាប់មួយបងនីតាដែលគាត់និយាយថាសុខភាពគឺសំខាន់ចា៎ចឹងហើយយើងចង់ប្រាប់ដល់បងប្អូនយើងដែរថាសុខភាពគឺសំខាន់មែនតើពួកអីយើងអាចធ្វើឲ្យការងារបានដោយសារសុខភាពអញ្ចឹងការថែទាំសុខភាពមុននឹងដែលយើងឡើងមកប្រទេសកូរ៉េគឺសំខាន់ណាស់ព្រោះយើងឃើញមានករណីជាច្រើននៅក្នុងប្រទេសកូរ៉េដែលបងប្អូនពលករយើងមកហើយ1ខែ2ខែគាត់មានបញ្ហាសុខភាពគាត់អាចទប់ទល់ជាមួយនឹងអាកាសធាតុបានគាត់ត្រូវត្រឡប់ទៅប្រទេសខ្មែរយើងវិញហើយក៏មានករណីជាច្រើនទៀតគឺគាត់ប្រើប្រាស់ថ្នាំតែគាត់នៅខ្មែរគាត់ប្រើប្រាស់ថ្នាំដូចជាថ្នាំផ្ដាសាយអីចឹងទៅធ្វើឲ្យសុខភាពគាត់ហ្នឹងយើងដឹងហើយថាថ្នាំផ្ដាសាយឬក៏ថ្នាំប្រភេទថ្នាំមួយចំនួនវាទាក់ទងវាទាក់ទងសារធាតុញៀនអញ្ចឹងពេលដែលគាត់មកដល់ប្រទេសកូរ៉េមួយខែឬក៏ពេលដែលគាត់មានបញ្ហាសុខភាពគេពិនិត្យទៅឃើញមានសារធាតុពាក់ព័ន្ធនឹងញៀនហ្នឹងគេនឹងបញ្ជូនគាត់ទៅវិញអញ្ចឹងខ្ញុំសូមផ្សារភ្ជាប់នឹងសំណួរដែលទាក់ទងនឹងសុខភាពខ្ញុំចង់សួរទៅបងនីតាថាតើប្រភេទជំងឺអ្វីខ្លះដែលគេហាមចូលក្នុងប្រទេសកូរ៉េចាដែលពលករខ្មែរយើងនឹងមានជំងឺប្រភេទហ្នឹងគឺខាងកូរ៉េគេហាមមិនឲ្យចូលចា
ចាអរគុណបងសម្រាប់សំណួរនឹងសំណួររបស់បងស៊ីណាគឺល្អហើយសំខាន់មែនតើជាផ្នែកមួយដែលបងប្អូនភាគច្រើនគាត់ធ្វេសប្រហែសគាត់គិតថាឲ្យតែអត់ឈឺទៅអត់បញ្ហាចប់ប៉ុន្តែអត់ទេបងប្អូនមុននឹងបងប្អូនឡើងមកបំពេញការងារបាននៅក្នុងប្រទេសមួយនេះគឺគេមានបែងចែកប្រភេទជំងឺដែរអត់ឲ្យបងប្អូនចូលទេបើមិនជាបងប្អូនមានបញ្ហាជំងឺហ្នឹងជំងឺដែលសំខាន់បំផុតទី1ហ្នឹងគឺជំងឺបេះដូងបើមិនជាបងប្អូនឡើងមកប្រទេសនេះមានជំងឺបេះដូងគឺអត់កើតតែម្ដងដោយសារអីគេប្រទេសនេះអាកាសធាតុវាត្រជាក់ខ្លាំងក្តៅខ្លាំងអញ្ចឹងបើមិនជាបងប្អូនមានបញ្ហាហ្នឹងវាអាចបណ្ដាលឲ្យយើងកៀងអីអញ្ចឹងទៅចាអាហ្នឹងមួយទី2បញ្ហាថ្លើមបាទចាបើមិនជាមានថ្លើមក៏ចូលអត់បានដែរទី3សួតបងប្អូនបញ្ហាសួតហើយចំណុចបន្តមកទៀតហ្នឹងគឺបងប្អូនដែលមានបញ្ហាជំងឺកាមរោគចាគឺអត់អាចឡើងមកបានទេដូចជាប្រភេទជំងឺប្រមាណទឹកបាយអីផ្សេងហ្នឹងគឺចាអត់អាចឡើងចូលមកបានទេជាពិសេសជំងឺកាមរោគហ្នឹងភិច្រើនកើតឡើងទៅលើបរិបទភិច្រើនហើយខ្ញុំសូមបើកវងកញ្ចក់ថងនេះពាក់ព័ន្ធជាមួយនឹងជំងឺកាមរោគបងប្អូនខ្មែរយើងដែលគាត់ប្រឡងជាប់ហើយគាត់ចេញលទ្ធផលតែគាត់ជាប់ហើយគាត់តេស្តឈាមតេស្តអីហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាការពារព្រោះថាយើងអត់ដឹងថាដៃគូដែលយើងតាក់ទងហ្នឹងគាត់យ៉ាងម៉េចទេអញ្ចឹងយើងការពារភាសាជើងព្យាបាលព្រោះនៅពេលដែលបងប្អូនឆ្លងជំងឺកាមរោគដូចជាប្រមេះទឹកបាយស្វាយអីហ្នឹងយើងទទួលការព្យាបាលហ្នឹងព្យាបាលជាយប៉ុន្តែអាចជំងឺប្រភេទកាមរោគដូចកើតស្វាយកើតប្រមេះអីហ្នឹងវាបានន័យថាមេរោគវាងាប់ហើយប៉ុន្តែនៅសល់សបកអញ្ចឹងភាគច្រើនបងប្អូនខ្លះគាត់ពិនិត្យនៅខ្មែរទៅអត់មានទេស្រាប់មកដល់កូរ៉េធម្មតានៅពេលដែលយើងមកដល់កូរ៉េត្បូងយើងមិនពិនិត្យសុខភាពម្ដងទៀតនៅពេលពិនិត្យម្ដងទៀតឃើញថាគាត់កើតជំងឺក្រុមកាមរោគគឺគេបញ្ជូនគាត់ទៅខ្មែរវិញហើយព្រោះបងប្អូនខ្លះគឺគាត់អត់បានលក្ខណៈថាថែទាំសុខភាពពាក់ព័ន្ធជាមួយនឹងជំងឺកាមរោគនឹងទេអញ្ចឹងដោយករណីប្អូនប្រុសមួយគាត់តាក់ទងមកសួរខ្ញុំដែរហើយគាត់ថាគាត់ប្រឡងជាប់ធ្លាក់ឈ្មោះធ្លាក់អីមកហើយដល់ថ្ងៃឡើងបងសម្ពុតយន្តហោះហើយយើងមិនត្រូវការពិនិត្យសុខភាពម្ដងទៀតតែជាក់ស្ដែងនៅពេលដែលគាត់ទៅពិនិត្យទៅគឺគាត់មានការជំងឺកាមរោគកើតដូចជាជំងឺស្វាយហើយស្វាយហ្នឹងគាត់ព្យាបាលហ្នឹងគឺគាត់កើតយូរហើយប្រហែលជា1ឆ្នាំ2ឆ្នាំហើយប៉ុន្តែវានៅសល់អាសបកនៅក្នុងខ្លួនណាអញ្ចឹងសបកហ្នឹងគឺគេកំណត់ទៀតឧទាហរណ៍ថាអ្នកដែលកើតស្វាយហ្នឹងចូលមកប្រទេសកូរ៉េបានតើមានសបកបានចំនួន100 200 300តាមខាងកូរ៉េគេអ្នកកំណត់អញ្ចឹងណាអញ្ចឹងដូចថាគាត់វាលើសអាចំនួនគេកំណត់បានខ្ញុំឧទាហរណ៍ថាខាងកូរ៉េគេកំណត់ថាអ្នកកើតស្វាយបើមានសបកចាប់ពី500គាត់អាចចូលប្រទេសកូរ៉េបានប៉ុន្តែជាក់ស្ដែងគាត់មានសបក1000អីចឹងទៅអញ្ចឹងធ្វើឲ្យគាត់ខាត់បងទាំងពេលវេលាទាំងលុយកាក់ហើយទី3ទៀតគាត់មានវិបដិសេរីទៀតព្រោះគាត់ចំណាយពេលវេលាចំណាយលុយកាក់ហើយដើម្បីមកកូរ៉េដល់ពេលចុងបញ្ចប់ធ្លាក់ឈ្មោះធ្លាក់អីមកហើយបែរជាអត់បានមកដល់កូរ៉េវិញហើយមួយទៀតបញ្ហាដូចកញ្ញានីតាលើកឡើងបញ្ហាថ្លើមជាពិសេសបងប្អូនបរោះដែលគាត់ប្រឡងជាប់ហើយគាត់ចិត្តធ្លាក់ឈ្មោះហើយអីហើយអញ្ចឹងខ្ញុំសូមស្នើសុំឲ្យបងប្អូនទាំងអស់គ្នាគួរប្រុងប្រយ័ត្នការញ៉ាំស្រាញ៉ាំអីប្រើកែវរួមញ៉ាំអាហារអីរួមជាមួយគ្នាអាហ្នឹងយើងគួរតែប្រុងប្រយ័ត្នថងចំណុចហ្នឹងព្រោះថ្លើមវាអាចឆ្លងតាមរយៈការញ៉ាំអីរួមគ្នាកែវស្រាជាមួយគ្នាអីអញ្ចឹងណាអញ្ចឹងបញ្ហាទាំងអស់ហ្នឹងដល់ពេលដែលបងប្អូនមានអាជំងឺទាំងអស់ហ្នឹងហើយគឺយើងអាចមកចូលប្រទេសកូរ៉េបានទេដូចយើងដឹងយើងថាពេលដែលយើងចូលមកប្រទេសកូរ៉េយើងត្រូវត្រៀមអីខ្លះយើងខំប្រឹងរៀនយើងប្រឡងតម្រាំមកជាប់ហើយតម្រាំតែធ្លាក់ឈ្មោះហើយអស់លុយមកកណោហើយខាត់ពេលវេលាហើយស្រាប់យើងមានបញ្ហាសុខភាពយើងអាចបានចូលមកប្រទេសកូរ៉េវាជារឿងមួយដែលសោកស្ដាយបំផុតសម្រាប់យើងខ្លួនឯងអញ្ចឹងណាចាបងអញ្ចឹងត្រង់ចំណុចពាក់ព័ន្ធជាមួយនឹងសុខភាពនេះបងប្អូនទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាបាទអីបងមានអីបន្ថែមទៀតទេបងត្រង់កន្លែងហ្នឹងខ្ញុំចង់លើកជាសំណួរសួរដែរថាឧទាហរណ៍ករណីជំងឺថ្លើមឬជំងឺសួតករណីដែលបងប្អូនយើងក៏ប្រឡងជាប់ហើយតែគាត់មានជំងឺហ្នឹងអញ្ចឹងយើងអាចព្យាបាលឲ្យជានៅក្នុងប្រទេសខ្មែរសិនឬក៏ចង់និយាយថាតើគាត់មានឱកាសនិងមានឱកាសអាចមកធ្វើការក្នុងប្រទេសកូរ៉េអត់បើសិនជាគាត់នឹងព្យាបាលឲ្យជានៅក្នុងប្រទេសខ្មែរឬក៏
បើសិនជាគាត់មានជំងឺនឹងហើយឱកាសសម្រាប់គាត់គឺអត់មានសោះតែម្ដងឬក៏យ៉ាងណាដែរវាអាស្រ័យទៅលើក្រសួងការងារជាមួយនឹងពេទ្យការងារយើងនៅខ្មែរហើយអាស្រ័យទៅលើសុខភាពហើយនឹងកម្រិតជំងឺរបស់គាត់បើសិនជាជំងឺរបស់គាត់នឹងជាកម្រិតមួយដែលលក្ខណៈថាអត់អាចដូចថាវាកម្រិតធ្ងន់ពេកគួរយើងគួរគេអត់អនុញ្ញាតឲ្យគាត់ចូលប្រទេសកូរ៉េបានដែរប៉ុន្តែបើសិនជាគាត់ស្ថិតនៅក្នុងកម្រិតណាមួយដែលខាងពេទ្យការងារគេថាកម្រិតប្អូនម្នាក់ហ្នឹងគឺគាត់អាចទទួលព្យាបាលបានញ៉ាំថ្នាំបានពេទ្យការងារគេចេញថ្នាំឲ្យយើងញ៉ាំចេញថ្នាំឲ្យយើងញ៉ាំហើយគេតាមដានសុខភាពយើងតែបើសិនជាវាមើលទៅនៅតែអាដែលវាអត់នេះទេប្រហែលជាគាត់ខកខានគាត់អាចនឹងបាត់បង់ឱកាសហ្នឹងអញ្ចឹងណាបងចាអញ្ចឹងត្រង់កន្លែងហ្នឹងគឺយកចង់និយាយថាចំណុចដែលល្អបំផុតសម្រាប់បងប្អូនពលករយើងគឺកុំឲ្យមានល្អជាងចាគឺយើងត្រូវការពារកុំឲ្យមានជំងឺទាំងអស់ហ្នឹងព្រោះជាងគេគឺថ្លើមសួតរបេងហើយនឹងប្រមេះទឹកបាយហ្នឹងគឺដាច់ខាតកុំឲ្យមានតែម្ដងព្រោះអីកុំឲ្យបាត់បង់ឱកាសដែលយើងមកធ្វើការនៅប្រទេសកូរ៉េចាអរគុណសម្រាប់ការបកស្រាយក៏ដូចជាផ្ដល់យោបល់ផ្សេងអញ្ចឹងយើងក៏មានសំណួរបន្តទៀតច្រើនដែរប៉ុន្តែមុននឹងចូលដល់សំណួរបន្តហ្នឹងយើងបងប្អូនមកស្ដាប់ជាមួយនឹងបទចម្រៀងដើម្បីលំហែអារម្មណ៍បន្តិចសិនតែបទចម្រៀងបន្តហ្នឹងគឺមានចំណងទិនថាហាមចិត្តមិនបានចាសូមរីករាយស្ដាប់ដូចតទៅស្រឡាញ់ហើយតើឲ្យភ្លេចបានទេចិត្តដែលស្នេហ៍គូថែឬយ៉ាងណាក្តីស្នេហាគិតថាភ្លេចមិនបានរួសុខសាន្តព្រោះស្នេហ៍សំបំណងស្នាមមេដូងមិនអាចមើលឃើញឡើយស្នេហ៍កើតហើយមានស្នាមអងមួយជីវិតប្រឹងបំភ្លេចស្នេហាហាមចិត្តឈប់កាន់ស្រីថ្លៃដងណៃហើយណាអនិច្ចាចិត្តអើយជួបមិនរលប់ឈប់មិនបានទេចិត្តរិនតែនឹករូបអូនបងខំបងហាមចិត្តមិនបានខំកិនថាជប់ស្រស្រឡាញ់នេះហើយណាគឺជាបេះដូងបងនេះហើយស្ងួនដែលបងថាលងចិត្តនេះហើយពិតជីវិតមិនងាយទេស្នេហ៍ថែបែងដងបងផងសូមនួនអងជប់ធ្វើឲ្យបងព្រួយព្រមអូនមួយបងហាមចិត្តមិនបានគិតថាធ្វើចិត្តឲ្យរឹងខំប្រឹងបំភ្លេចស្នេហាហាមចិត្តឈប់កាន់ស្រីថ្លៃដងដៃហើយណាជួបមិនរលប់ឈប់មិនបានទេចិត្តរិនតែនឹករូបអូនបងខំបងហាមចិត្តមិនបានខំគិតថាឈប់ស្រឡាញ់ទុំទោ
ស្រឡាញ់ទុំតោមិនពេញព្រួយក្នុងប្រាណតែហានចិនក៏មិនបានខំពន់បានក៏នៅតែស្រឡាញ់អនិច្ចាចិត្តអើយចូលមិនរលត់ឈំមិនបានទេចិនរិនតែដឹករូកូនបងខំបងហាមចិត្តមិនបានខំគិតថាជប់ស្រឡាញ់ទុំតោមិនពេញព្រួយក្នុងប្រាណតែហាមចិត្តក៏មិនបានខំពន់បានក៏នៅតែស្រឡាញ់តែហាមចិត្តក៏មិនបានខំពន់បានក៏នៅតែស្រឡាញ់តែហាមចិត្តក៏មិនបាន ចាសូមវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងប្រធានបទរបស់យើងមុននឹងយើងបានបកស្រាយច្រើនតាក់ទងជាមួយនឹងរបៀបរបបនៃការធ្វើយ៉ាងដូចម្ដេចដើម្បីបានឡើងមកបំពេញការងារនៅប្រទេសកូរ៉េរបៀបចែកឈ្មោះលក្ខណៈសំខាន់ដែលយើងត្រូវត្រៀមបន្តមកទៀតយើងក៏នៅមានសំណួរដែរបងមេសាតាក់ទងជាមួយប្រធានបទបងមានសំណួរអីបន្តទៀតទេដើម្បីលើកឡើងនៅក្នុងកម្មវិធីយើងបងប្រកាសជាមានហើយកញ្ញាចេះភាគច្រើនបងប្អូនដែលគាត់បានឡើងមកដល់ប្រទេសកូរ៉េហើយធម្មតានៅពេលដែលគាត់បានឡើងមកប្រទេសកូរ៉េហើយគាត់នៅកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េអញ្ចឹងតើមានចំណុចអីសំខាន់ដើម្បីឲ្យគាត់ដើម្បីជួយសម្របសម្រួលការរស់នៅរបស់គាត់នៅក្នុងប្រទេសកូរ៉េយើងកញ្ញាអាចជួយជម្រាបត្រង់ចំណុចហ្នឹងបានទេចាអត់ខុសពីអ្វីដែលយើងបានលើកឡើងមុនទេអាចនឹងតាក់ទងអ្វីដែលសំខាន់បំផុតសម្រាប់បងប្អូនឡើងមកបំពេញការងារនៅប្រទេសកូរ៉េសំខាន់ខ្លាំងបំផុតហ្នឹងទី1គឺភាសាហ្នឹងឯងពីដូចនិយាយដដែលទាំងថាភាសាគឺសំខាន់ណាស់នៅពេលដែលយើងអត់ចេះភាសាយើងតំណែងជាមួយតកែយើងតំណែងជាមួយមេកាយើងតំណែងជាមួយនឹងបុគ្គលិកជុំវិញខ្លួនយ៉ាងម៉េចចាអញ្ចឹងការរៀនភាសាគឺដូចបងមេសាលើកឡើងមុនអញ្ចឹងថាបងប្អូនមួយចំនួនគាត់អាចនឹងគិតថាខ្ញុំជាប់ទៅអញ្ចឹងបាច់ទេមុំទៅឲ្យទៅឡើងទៅធ្វើការនៅប្រទេសកូរ៉េរួចខ្លួនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងអត់ទេបងប្អូនការពិតទៅយើងជាប់ហើយវាគ្រាន់តែជំហានដំបូងបំផុតទេបងប្អូនកុំគិតថាគ្រាន់តែជាប់ឈ្មោះហើយខ្ញុំជោគជ័យហើយភាគច្រើនអាចនឹងមានគំនិតបែបហ្នឹងណាប៉ុន្តែអត់ទេបងប្អូនការជាប់ហ្នឹងគ្រាន់តែជាដំណើរដំបូងដែលបងប្អូនឈានមកទេតែជាក់ស្ដែងការពិតដែលបងប្អូនរំពឹងថាជីវិតបងប្អូនអាចភិញនៅពេលដែលជាប់ធ្លាក់ឈ្មោះហ្នឹងណាគឺវាអត់ភិញទេបងប្អូនមានន័យថាវាមានរឿងច្រើនដែលយើងត្រូវជួបប្រទះនៅពេលដែលបងប្អូនខ្វះខាតខាងភាសានៅពេលដែលឡើងមកគឺគ្រប់យ៉ាងគឺអត់ដូចបងប្អូនគិតទេចាអញ្ចឹងអ្វីដែលសំខាន់បំផុតបងប្អូនកុំភ្លេចឆ្លៀតពេលរៀនភាសាបន្ថែមអត់មានអីច្រើនទេបើសិនជាយើងថាយើងអត់សូវមានពេលផ្ដោតសំខាន់លើការរៀនសូត្រភាសាយើងត្រូវជាប់រវល់ជាមួយនឹងកាតព្វកិច្ចរបបចិញ្ចឹមជីវិតអញ្ចឹងយើងធ្វើមិនឲ្យតែយើងរៀនអាច clear ឬក៏តំណែងមកបានមកចាប៉ុណ្ណឹងទៅវាអាចហើយនៅពេលដែលយើងឡើងមកចាំយើងរកដូចជា center ឬក៏សាលាផ្សេងព្រោះនៅនេះគឺសម្បូរមែនតើបងប៉ុន្តែបើដូចពួកគាត់មកថ្មីអញ្ចឹងគាត់អត់ដឹងថានៅកន្លែងណាមានបរិញ្ញាភាសាកូរ៉េអាក្នុងចំណុចហ្នឹងមិនវិញកញ្ញាកន្លែងហ្នឹងគឺអាចនៅពេលដែលគាត់មកដល់អញ្ចឹងគឺធម្មតាតាមតំបន់ដែលគាត់រស់នៅមួយគឺតែងតែមានហើយ center គាំពៀពលករបរទេសអញ្ចឹងបងប្អូនបើសិនជាអាចនៅពេលដែលយើងមានកិច្ចសន្យាយើងអាចដឹងទីតាំងឈ្មោះតំបន់របស់យើងហើយបងប្អូនអាចស្វែងរកcenter គាំពៀពលករបរទេសប្រចាំតំបន់បានហើយមួយទៀតបងប្អូនអ្វីដែលបងប្អូនត្រូវដឹងហ្នឹងគឺបងប្អូនគួរតែរៀនតាមដានព័ត៌មានឬក៏ page របស់អ្នកគ្រូលោកគ្រូដែលគាត់ធ្វើការនៅតាម center នីមួយៗណានៅពេលដែលបងប្អូនដឹងអញ្ចឹងហើយនៅពេលដែលបងប្អូនមកយើងចង់រកព័ត៌មានតាក់ទងជាមួយនឹងមិនថាការរៀនភាសាកូរ៉េឬក៏ច្បាប់នៃការរស់នៅឬក៏ការបកប្រែផ្សេងគឺងាយស្រួលដល់បងប្អូនមែនតើចាហ្នឹងគឺជាចំណុចដែលបងប្អូនគួរតែយល់ដឹងហើយមកចំណុចមួយទៀតហ្នឹងគឺជាចំណុចសំខាន់ដែរដោយសារបើសិនជាអត់មានចំណុចមួយហ្នឹងទេតំណែងរបស់បងប្អូនជាមួយនឹងជនជាតិកូរ៉េមិនថាតកែមិនថាមេកាមិនថាបុគ្គលិកហ្នឹងគឺ
អត់សូវល្អទេប៉ុន្តែបើសិនជាបងប្អូនយល់ពីចំណុចហ្នឹងគឺល្អគឺវប្បធម៌កូរ៉េចាมันមានន័យថាបងប្អូនដឹងតែភាសាកូរ៉េហើយអូខេទៀតអញ្ចឹងយើងត្រូវតែយល់ដឹងថាតើរបៀបរបបតើការរស់នៅការនិយាយស្ដីការញ៉ាំដើរហើររបស់ជនជាតិកូរ៉េហ្នឹងវារបៀបម៉េចអញ្ចឹងវាត្រូវការឲ្យយើងចេះសម្របខ្លួនចេះដឹងដែរថាវប្បធម៌របស់គេរបៀបអញ្ចេះវាងាយស្រួលឲ្យយើងរស់នៅវាងាយស្រួលឲ្យយើងចុះសម្រុងជាមួយនឹងជនជាតិកូរ៉េចាបងបាទហើយចុះបងស៊ីណាពេលដែលបងឈានជើងមកចូលទឹកដីកូរ៉េយើងនេះដំបូងណាពេលដែលបងមកដល់ទឹកដីកូរ៉េហើយបងខ្លួនឯងបងមានបានត្រៀមលក្ខណៈអីខ្លះដើម្បីសម្របសម្រួលការរស់នៅរបស់បងនៅក្នុងប្រទេសកូរ៉េផ្ទាល់បទពិសោធន៍របស់បងអាចចែកម្លែកជូនបងប្អូនយើងឲ្យគាត់បានស្ដាប់អញ្ចឹងណាចាត្រង់ចំណុចហ្នឹងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ដូចកញ្ញានេះតាគាត់លើកឡើងមកហើយភាសាគឺជាចំណុចសំខាន់បំផុតចាហើយបន្តមកគឺវប្បធម៌តាមរយៈបទពិសោធន៍ខ្ញុំតើតើនឹងច្បាប់មួយទៀតអញ្ចឹងយើងត្រូវតែយល់ដឹងឲ្យច្បាស់អំពីច្បាប់នៅក្នុងប្រទេសកូរ៉េសម្រាប់ខ្ញុំបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺការរស់នៅក្នុងប្រទេសកូរ៉េហើយនៅប្រទេសខ្មែរយើងគឺខុសគ្នាអត់ដូចគ្នាទេចាតើតើនឹងច្បាប់តើតើនឹងការរស់នៅខ្ញុំសូមលើកឧទាហរណ៍តែមួយទេចានៅក្នុងប្រទេសខ្មែរយើងពេលដែលយើងភ្លេចរបស់ដូចជាកាបូបលុយកតាបខ្ញុំគិតថាភាគរយច្រើនណាស់គឺបាត់តែម្ដងចាហើយបើសិនជាយើងចង់ទៅប្តឹងប៉ូលីសឬក៏យើងចង់ទៅរករបស់យើងវិញខ្ញុំគិតថាភាគរយនៃការរកអត់ឃើញហ្នឹងគឺសង្កត់ថា 100% គឺយើងអាចរករបស់យើងឃើញវិញហើយបើយើងទៅប្តឹងក៏សមត្ថកិច្ចនៅស្រុកខ្មែរយើងគឺគាត់អាចជួយយើងបានដែរតែងាកមកច្បាប់នៅក្នុងប្រទេសកូរ៉េយើងវិញអញ្ចឹងខ្ញុំសូមលើកតាមមួយចំណុចទេតែនៅមានចំណុចច្រើនទៀតដែលយើងនឹងរៀនបាទត្រង់ចំណុចនេះគឺនៅពេលដែលយើងមកដល់ក្នុងប្រទេសកូរ៉េករណីហ្នឹងគឺកើតមានច្រើនណាស់សម្រាប់បងប្អូនពលករខ្មែរយើងដែលក៏អត់ដឹងអញ្ចឹងពេលដែលគាត់ធ្វើដំណើរតាមរថភ្លើងឬក៏ឡានក្រុងឬក៏កន្លែងសាធារណៈកន្លែងម៉ាតឬក៏កន្លែងផ្សេងអញ្ចឹងពេលដែលគាត់ប្រទះឃើញរបស់ដែលគេផ្លិចដូចជាកាបូបលុយដូចជាកតាបកុំព្យូទ័រអីនិយាយទៅឲ្យថារបស់ដែលគេផ្លិចគឺគាត់យកគាត់គិតថាខ្ញុំមិនដឹងថាគោលបំណងនៃការយករបស់គាត់គិតថាដោយសារតែរបស់ហ្នឹងអត់មានម្ចាស់គាត់គិតថាធ្វើឲ្យគេផ្លិចហីខ្ញុំគាត់ប្រហែលគាត់គិតថាយកទៅអត់មានកំហុសឬក៏អត់មានទោសទេអញ្ចឹងគាត់យកហើយពិសេសទៀតនោះគឺអ្នកដែលរើសបានកាបូបលុយហើយគេមានកាតគេមានអីចឹងបាទហើយគាត់យកទៅប្រើប្រាស់អញ្ចឹងគាត់គិតថាអីទេអត់មានទោសមានកំហុសអីទេតែត្រង់កន្លែងហ្នឹងក៏យើងអាចបន្ទោសគាត់បានដែរពេលខ្លះដោយសារតែគាត់អត់ដឹងពីច្បាប់ហ្នឹងពីទំនៀមទម្លាប់គេហ្នឹងអញ្ចឹងគាត់គិតថាអត់អីសម្រាប់ស្រុកខ្មែរយើងគិតថាអត់អីទេត្រូវចាអញ្ចឹងនៅស្រុកខ្មែរយើងគិតអត់អីភាគច្រើនតែបើនៅកូរ៉េគឺអីចាត្រង់កន្លែងហ្នឹងករណីហ្នឹងគឺយើងបើសិនជាយើងថារើសហើយយើងយកមកប្រើប្រាស់យើងយកកាតគេទៅកោឬក៏យើងប្រើប្រាស់របស់គេគឺយើងមានកំហុសគឺយើងអាចស្មើនឹងចោលហ្នឹងចាអញ្ចឹងយល់ល្អខ្ញុំគិតថាកុំប៉ះល្អជាងឬបើសិនជាយើងជ្រុលថាយើងរើសហើយយើងគួរតែយកទៅឲ្យប៉ូលីសចាពួកអីករណីនេះមានច្រើនចាអត់ដូចនៅស្រុកខ្មែរយើងទេបើនៅស្រុកខ្មែរយើងអត់អានឲ្យគ្នាឬក៏អូខ្ញុំច្រឡំឬអីចឹងយើងអាចដោះស្រាយបានតែបើនៅនេះអត់ទេយើងយករបស់ដែលគេផ្លេចគឺស្មើនឹងចោលយើងស្មើនឹងយើងប្រព្រឹត្តបទឧក្រិដ្ឋអីមួយចាអញ្ចឹងក្នុងករណីហ្នឹងបើសិនយើងមានកំហុសយើងក៏គិតថាគេអត់ដឹងព្រោះអីនៅប្រទេសកូរ៉េខ្ញុំតាមបទពិសោធន៍គឺមានកាមេរ៉ាច្រើនមែនតើអញ្ចឹងពេលដែលយើងឈានទៅយករបស់គេគឺកាមេរ៉ាគេចាប់បានគ្រប់ទីកន្លែងអញ្ចឹងម្ចាស់គេគឺងាយស្រួលណាស់ក្នុងការដែលគេស្វែងរករបស់គេគឺគេទៅរាយការណ៍ប្រាប់ប៉ូលីសហើយប៉ូលីសគេឆែកតាមកាមេរ៉ាគឺគេអាចដឹងថាមានអ្នកយកឬក៏មិនចឹងណាបងចាបងចានេះគឺជាបទពិសោធន៍ខ្ញុំដែលខ្ញុំលើកតែមួយចំណុចទេខ្ញុំចង់ចែកចាយដល់បងប្អូនពលករខ្មែរយើងដែលនៅក្នុងប្រទេសកូរ៉េយើងគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនក្នុងចំណុចនេះចាអរគុណបងស៊ីណាសម្រាប់ការចែករំលែកនៅបទពិសោធន៍តាក់ទងជាមួយនឹងគន្លឹះសម្រាប់ជីវភាពងាយស្រួលដល់បងប្អូនយើងដែលឡើងមករស់នៅក្នុងប្រទេសកូរ៉េចំណែកបងមេសាវិញមានអីបន្ថែមពីលើហ្នឹងហ៎បងបើសម្រាប់ខ្ញុំមានច្រើនហើយខ្ញុំក៏ចែកម្លែកបទពិសោធន៍ខ្ញុំផ្ទាល់ដែរជាក់ស្ដែងនៅពេលដែលយើងមកប្រឡងជាប់មកពីខ្មែរយើងអត់ចេះភាសាកូរ៉េទេ
ពេលដែលយើងមកដល់ប្រទេសកូរ៉េបានយើងដឹងថាវាមានរឿងជាច្រើនដែលកើតឡើងចាជាក់ស្ដែងជាពិសេសពេលឈឺខ្ញុំធ្លាប់កញ្ញានីតាខ្ញុំពេលដែលយើងឈឺយើងទៅពេទ្យហើយយើងអត់ចេះភាសាកូរ៉េហើយពេលដែលគេនិយាយអីមកយើងអត់ចេះទេគេនិយាយមកយ៉ាងទៅណែអត់ត្រូវបាត់កញ្ញានីតាធម្មតានៅពេលដែលយើងអត់ចេះនិយាយភាសាកូរ៉េយើងទៅដល់គ្រាន់តែការនោះខ្ញុំដូចជាផ្ដាសាយហើយទៅចាំថ្ងៃសៅរ៍ហើយក៏បានប្រាប់ពេទ្យថាខ្ញុំទៅខ្ញុំចង់ឲ្យពេទ្យចាក់ថ្នាំតែពេទ្យគេមកគេនិយាយប្រាប់យើងមករូយើងយកអត់ដឹងថាគេនិយាយអីទេហើយយើងឆ្លើយតែណែបើសន្ទុះក្រោយគេយកសេរ៉ូមមកដាក់ឲ្យយើងដល់ពេលហើយយើងសម្រាប់យើងចង់ឲ្យគេចាក់ថ្នាំព្រោះយើងប្រញាប់ចាក់ឲ្យទៅផ្ទះព្រោះយើងមិនសូវចេះភាសាកូរ៉េដល់ពេលឃើញគេកាន់សេរ៉ូមយកមកប្រងដាក់ឲ្យយើងខ្ញុំក៏ប្រាប់កាន់ខានូសាយើងធ្វើកាយវិការព្រោះយើងអត់ចេះភាសាកូរ៉េយើងចោលទៅគូថៃយើងធ្វើអញ្ចឹងដល់ពេលហើយគេស្ដាប់អត់បានហើយក៏យើងនិយាយបកប្រែតាមទូរស័ព្ទថាខ្ញុំចង់ចាក់ថ្នាំទេខ្ញុំអត់ចង់បតង់សេរ៉ូមទេអញ្ចឹងជួយចាក់ថ្នាំឲ្យខ្ញុំមកដល់ពេលហើយខានូសាគេទៅប្រាប់ដុកទ័រគេចេញមកគេស្ដីឲ្យយើងដឹងនិយាយអីខ្លះទេដឹងឲ្យគេស្ដីឲ្យយើងអញ្ចឹងណាដល់ពេលហើយយើងក៏សុំទោសគេទៅអញ្ចឹងអានេះវាជាបទពិសោធន៍មួយសម្រាប់ខ្ញុំនៅពេលដែលយើងអត់ចេះភាសាកូរ៉េហើយយើងចេះតែនិយាយណែវាថ្ងៃក្រោយវាអាចនឹងមានបញ្ហាដោយសារយើងស្ដាប់គេអត់បានយើងចេះឆ្លើយណែអត់កើតទេជាពិសេសនៅកន្លែងការងារក៏អញ្ចឹងដែរអញ្ចឹងត្រង់ចំណុចនេះយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាហើយភាសាកូរ៉េវាចាំបាច់ខ្លាំងព្រោះនៅកន្លែងការងារបើសិនជាបងប្អូនអត់ចេះភាសាកូរ៉េទេគឺគេធ្វើបាបយើងណាស់ជាពិសេសមិនថាជនជាតិកូរ៉េក៏ដោយមិនថាវីគូគីនក៏ដោយអ្នកចាស់ក៏ដោយមិនថាខ្មែរយើងក៏ដោយពេលដែលយើងទៅគឺយើងអត់ចេះភាសាកូរ៉េគេមិនចូលចិត្តយើងផងគេងាយស្រួលក្នុងការធ្វើបាបយើងហ่ะនិយាយរួមអាងដែលយើងអត់ចេះកូរ៉េគេទៅបកាច់បខូចតកែថាយើងចេះមួយចុះពីរយើងអត់ខុសទេយើងចង់និយាយប្រាប់គេប៉ុន្តែយើងវានិយាយអត់ចេញយើងក៏អត់ចេះបាទយើងអត់ចេះភាសាកូរ៉េអញ្ចឹងភាសាកូរ៉េវាចាំបាច់ណាស់នៅពេលដែលបងប្អូនចេះភាសាកូរ៉េទៅគឺយើងអត់រងអាភាពអយុត្តិធម៌ច្រើនទេចាបាទហើយពាក់ព័ន្ធអានេះជាមួយនឹងភាសាកូរ៉េហើយមួយទៀតខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានៅពេលដែលបានចូលមកក្នុងប្រទេសកូរ៉េហើយពេលដែលបងប្អូនធ្វើការងារសូមកត់ម៉ោងចេញចូលឲ្យបានច្បាស់ចាបងចាឧទាហរណ៍បងប្អូនចូលម៉ោងព្រឹកពេលព្រឹកចេញម៉ោងប៉ុន្មានពេលល្ងាចបងប្អូនថែម៉ោងរហូតដល់ម៉ោងប៉ុន្មានយើងទៅសេនៅលើឡង់យេឲ្យច្បាស់អញ្ចឹងណានៅក្នុងប្រតិទិនព្រោះថ្ងៃក្រោយបើសិនជាតកែយើងគាត់កេងប្រវាញ់ប្រាក់ខែតកែយើងគាត់រំលោភបំពានយើងនៅត្រង់កន្លែងណាមួយគឺយើងមានផលតាំងដើម្បីប្តឹងតវ៉ាព្រោះកូរ៉េយើងអញនិយាយបានថាជាតកែកូរ៉េមួយចំនួនអាក្រក់មួយចំនួនទៀតក៏ល្អដែរអញ្ចឹងយើងអត់ដឹងថាតកែយើងអាក្រក់ឬក៏ល្អទេអញ្ចឹងទាំងអស់ហ្នឹងយើងគួរតែកត់ឲ្យច្បាស់ទៅហើយពេលដែលជាពិសេសនៅពេលដែលយើងមានបញ្ហាជាមួយបុគ្គលណាមួយមិនថាវាគូគិនឬក៏ជនជាតិកូរ៉េឬក៏តកែកូរ៉េទេយើងគួរតែរៀនថតសំឡេងតកែសំឡេងពួកគាត់ទុកនៅពេលដែលយើងឆ្លុះគ្នាយើងថតសំឡេងទុកឬក៏យើងថតជាវីដេអូក៏បានដែរប៉ុន្តែគេច្រើនតែថតវីដេអូគេចាប់ไปអញ្ចឹងយើងរីខតសំឡេងទៅអាហ្នឹងជាករណីមួយដែលយើងប្រមូលផុសតាំងទូការពារខ្លួនហើយករណីទី2ទៀតបើសិនជាខាងជនណាមួយដែលគាត់ប្រើប្រាស់អំពើហិង្សាមកលើយើងបងប្អូនគួរតែថតស្លាកស្នាមដែលគាត់ប្រើប្រាស់អំពើហិង្សាមកលើយើងហ្នឹងយើងថតស្លាកស្នាមហ្នឹងទៅហើយយើងប្រញាប់ប្តឹងប៉ូលីសយើងប្រញាប់ប្តឹងប៉ូលីសយើងខលទៅ112ឲ្យគេមកកន្លែងមានបញ្ហាហ្នឹងមកហើយបន្តមកទៀតយើងទៅពេទ្យឲ្យប្រាប់ពេទ្យពីស្ថានភាពមិនអីមិនហើយយើងឲ្យពេទ្យចេញกระดาษអីអញ្ចឹងណាដើម្បីទុកការពារខ្លួនព្រោះពេលខ្លះបងប្អូនត្រូវតែយល់ដឹងអាចំណុចទាំងអស់ហ្នឹងបើមិនជាបងប្អូនអត់យល់ដឹងចំណុចហ្នឹងទេថ្ងៃក្រោយវាអាចមានបញ្ហាជាពិសេសម៉ោងថែមដោយសារខ្ញុំពីគ្រូច្បល់ជាមួយបងប្អូនខ្មែរយើងច្រើនជាពិសេសបងប្អូនកសិកម្មដែលសួរនាំគាត់មានបញ្ហានៅកន្លែងការងារគាត់សុំចេញតែអត់មានម៉ោងវាអត់មានគាត់តាំងបាទដល់ពេលអញ្ចឹងវាពិបាកក្នុងការជួយគាត់ទោះជាមេធាវីនឹងបកាយយ៉ាងណាក៏ដោយតែបើសិនជាផលតាំងអត់គ្រប់គ្រាន់យើងពិបាកក្នុងការប្តឹងចេញពេលខ្លះយើងមានផលតាំងគ្រប់គ្រាន់ហើយនៅបកាយជាមួយយើងណាអញ្ចឹងអាករណីទាំងអស់ហ្នឹងយើងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាហ្នឹងឯងខ្ញុំតែប៉ុណ្្នឹងទេចា
បន្ថែមពីលើបងទាំងពីរខ្ញុំក៏មានចំណុចមួយទៀតបន្ថែមដែរដោយសារចំណុចមួយហ្នឹងយើងអាចគិតថាធម្មតាប៉ុន្តែមានបងប្អូនយើងភាគច្រើនបងប្អូនថ្មីឡើងមកហ្នឹងគឺគាត់ធ្វេសប្រហែលខ្លាំងមែនតើនៅពេលដែលបងប្អូនឡើងមកយើងមានកណ្ដាស់កិច្ចសន្យាពីក្រសួងរបស់យើងណាប៉ុន្តែជាក់ស្ដែងនៅពេលដែលឡើងមកដល់ប្រទេសកូរ៉េនៅពេលដែលតកែទទួលយើងហ្នឹងគឺគាត់មានកណ្ដាស់កិច្ចសន្យាផ្សេងរបស់គាត់មួយទៀតដើម្បីឲ្យយើងសង្ហេអញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវប្រយ័ត្នឲ្យមែនតើក្នុងករណីដែលបងប្អូនអត់ចេះភាសាកូរ៉េអីទេបងប្អូនត្រូវរកជំនួយមិនថាអ្នកគ្រូបកប្រែអីអញ្ចឹងយើងត្រូវឲ្យគាត់មើលអត្ថន័យហ្នឹងថាតែអត្ថន័យនៃកិច្ចសន្យាដែលតកែឲ្យយើងសង្ហេហ្នឹងវាមានខ្លឹមសារបែបណាពីព្រោះកន្លងមកគឺមានបងប្អូនយើងជាច្រើនគាត់ចេះតែសញ្ញេគាត់ថាឲ្យតែបានចូលធ្វើការសិនទៅសញ្ញេឲ្យគេសិនទៅប៉ុន្តែគាត់ដឹងថាខ្លឹមសារក្នុងហ្នឹងមានអីគេខ្លាំងអញ្ចឹងដល់ពេលថ្ងៃក្រោយគាត់មានបញ្ហាចង់សញ្ញេចាញ់ឬក៏អីអញ្ចឹងទៅគាត់បានយល់ព្រមសញ្ញេអីគេហើយអញ្ចឹងយើងផ្ដង់ឲ្យឈ្នះគេទេអញ្ចឹងកន្លែងនេះបងប្អូនគួរតែប្រយ័ត្នមែនតើណាពិសេសបងប្អូនដែលឡើងមកថ្មីចាសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ជាការផ្ដាំផ្ញើដល់បងប្អូនចាអរគុណបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយបងស៊ីណាមានអីបន្ថែមពីប្រធានបទយើងបន្ថែមទៀតទេខ្ញុំចង់បន្ថែមមួយចំណុចទេខ្ញុំគិតថាវាសំខាន់ដែរតកតងទៅនឹងច្បាប់ការបើកបរចាខ្ញុំឃើញបងប្អូនខ្មែរមួយចំនួនគាត់គិតថានៅក្នុងប្រទេសកូរ៉េវាធូរតែអត់ដូចអ្វីដែលគាត់គិតទេព្រោះអីច្បាប់តកតងនឹងការបើកបរគឺសំខាន់ណាស់ប្រៀបបានបើសិនយើងអត់មានបានបើកបរយើងប្រៀបបានជាឃាតករសម្រាប់នរណាគេម្នាក់ចឹងចា៎បាទអញ្ចឹងខ្ញុំឃើញបងប្អូនខ្មែរគាត់មួយចំនួនគាត់អត់មានបានបើកបរទេហើយគាត់ទៅដូចថាគាត់ចេះបើកឡានពីខ្មែរមកអីចឹងគាត់ទៅបើកឡាននៅក្នុងប្រទេសកូរ៉េក្នុងករណីហ្នឹងប៉ូលីសគេចាប់បានអញ្ចឹងគាត់ទទួលការផាកពិន័យច្រើនមែនតើរហូតដល់ឈានដល់ករណីខ្លះគឺគាត់នឹងត្រូវទៅប្រទេសខ្មែរភ្លាមតែម្ដងចាអញ្ចឹងកន្លែងហ្នឹងសូមឲ្យបងខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនពលករខ្មែរយើងដែលរស់នៅក្នុងប្រទេសកូរ៉េថាបើសិនជាយើងអត់មានបានបើកបរនៅក្នុងប្រទេសកូរ៉េដែលចេញដោយកន្លែងបង្រៀនបើកបរនៅប្រទេសកូរ៉េទេដាច់ខាតគឺយើងមិនអាចទៅកាន់ឡានបើកបរបានទេចាលុះត្រាតែយើងមានបានបើកបរស្របច្បាប់ក្នុងប្រទេសកូរ៉េបាទយើងអាចបើកបរបានមិនថាឡានទេម៉ូតូក៏អញ្ចឹងដែរសូមតែយើងអត់មានបានបើកបរដែលបញ្ជាក់ថាយើងនឹងអាចបើកបរក្នុងប្រទេសកូរ៉េបានទេយល់ល្អកុំប៉ះពាល់ឲ្យសោះទាំងឡានទាំងម៉ូតូព្រោះអីច្បាប់ក្នុងប្រទេសកូរ៉េគឺសំខាន់ណាស់ចាអរគុណខ្ញុំមានប៉ុណ្ណឹងបាទអរគុណច្រើនបងបន្ទាប់ពីបានបកស្រាយរួចមកសង្ឃឹមថាបងប្អូននឹងយល់នៅអ្វីដែលពួកយើងបានលើកឡើងហើយពេលវេលាក៏បានមកដល់រីបញ្ចប់ផងដែរចាអញ្ចឹងមុននឹងធ្វើការជម្រាបលាខ្ញុំក៏មាននៅចម្រៀងមួយបទជាភាសាកូរ៉េជូនដល់បងប្អូនសន្តាប់ផងដែរបាទហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់វិទ្យុយើងតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយគាំទ្រជួយចុច share page វិទ្យុសំឡេងកូនខ្មែររបស់យើងរបស់ពួកយើងទាំងអស់គ្នាផងបាទហើយហ្នឹងហើយចុងបញ្ចប់យើងសូមគោរពជំរាបលាហើយនឹងមានចម្រៀងបន្ថែមទៀតចាអញ្ចឹងកុំឲ្យខាតពេលយូរសូមរីករាយជាមួយនឹងចម្រៀងចុងកម្មវិធីតែម្ដងចា까지지 않는 사탕 같은 넌 나를 조급하게 열받게 해 달콤하게 날 약올려 넌 나의 beautiful girl 다른 어떤 여자 보아도 내 눈엔 온통 너야 아무것도 할 수 없어 어쩌다 널 보게 되고 또 가까워지고 어느 순간 난 네가 없이 넌 단 몇 분조차 참기 힘들어져 네가 단 마시면 되죠 이 커피 속 하얀 설탕처럼 널 삼키고 마구 휘젓고 싶어 입 좀 가리지 마 고개 숙이지 마 봐도 다시 또 보고 싶거든 이제 누굴 봐도 너로 보여 넌 나의 beautiful girl 까지지 않는 사탕 같은